កាលពីថ្ងៃសៅរ៍សប្តាហ៍មុនម៉ាក់រវល់ទៅចូលរួមកម្មវិធីជួបជុំអាណាព្យាបាលសាលារបស់កូនហ្នឹងណាពួកអីអាណាព្យាបាលទាំងអស់គ្នាបានមកមតិជួបជុំគ្នាឲ្យមានភាពស្និទ្ធស្នាលកូនរៀនសាលាជាមួយគ្នាឲ្យស្គាល់គ្នាទៅវិញទៅមកអញ្ចឹងណាហើយកូនថាកូនសុំអត់ទៅជាមួយម៉ាក់ទេដោយសារតាទៅជប់លៀងហ្នឹងសិតតែមនុស្សចាស់អញ្ចឹងកូនអត់បានលេងសប្បាយអីទេស្នើសុំឲ្យប៉ាប៉ាហ្នឹងជូនទៅផ្សារទំនើបវិញដើម្បីញ៉ាំអីឆ្ងាញ់ៗដែលកូនចូលចិត្តវិញដូចជាភីសាឬក៏ស្ប៉ាហ្គាទីអីហ្នឹងកូនឃ្លានយូរហើយខានញ៉ាំអស់1ខែ2ខែហើយដល់ពេលប៉ានេះបានដូចចិត្តកូនសុំប៉ុណ្នេះហើយលេងអីនាំកូនទៅអត់ទៅជប់លៀងមួយម៉ាក់ទេជូនកូនទៅដើរលេងវិញសប្បាយជាងហើយម៉ាក់នេះបាន confirm ជាមួយនឹងអាណាព្យាបាលទាំងអស់គ្នាហើយណាមួយចង់ជួបជុំគ្នាដើម្បីបង្កើនភាពស្និទ្ធស្នាលអញ្ចឹងម៉ាក់ក៏ទៅឲ្យកូនហើយប៉ាដើរលេងឲ្យសប្បាយ2នាក់សិនទៅតម្រាំតែម៉ាក់ជប់លៀងហើយចាំម៉ាក់ទៅតាមក្រោយហើយផ្សារហើយជាកន្លែងម៉ាក់ជប់លៀងហ្នឹងនៅចិត្តគ្នាដែរទេក៏ពិតទៅម៉ាក់ជប់លៀងហ្នឹងគឺញ៉ាំអាហារថ្ងៃត្រង់ទេជុំគ្នាអញ្ចឹងនៅពេលដែលញ៉ាំអាហារថ្ងៃត្រង់ហើយម៉ាក់ក៏ចេញដំណើរទៅកន្លែងផ្សារទំនើបដែលកូនកំពុងតែលេងហ្នឹងហើយជុំគ្នាលេងទាំងអស់គ្នា3នាក់ម៉ែឪកូនហ្នឹងបន្តទៀតប៉ុន្តែមានណាម៉ាក់មិនទាន់ជប់លៀងចប់ផងហ្នឹងកូនហើយប៉ាហ្នឹងជិះទៅយកដល់កន្លែងម៉ាក់ជប់លៀងបាត់ហើយដោយសារតាកូនររឿងទាទិញនេះទិញនោះទាថែមនេះថែមនោះហើយប៉ាប៉ាខឹងហើយមានណាម៉ាក់ពេលទៅយកម៉ាក់ហើយហ្នឹងជិះបកមកផ្សារវិញហ្នឹងហើយថាទៅថ្ងៃនោះដោយសារតែថ្ងៃសៅរ៍ហើយណាមួយកូនអត់ទាន់បានលេងអីគ្រាន់តែញ៉ាំអាហារអីហើយឆ្លោះគ្នាមួយប៉ាហើយកូនហ្នឹងហ្មងហើយក៏ជិះមកយកម៉ាក់ទៅឲ្យម៉ាក់ជួយមើលថាបាអត់ចេះនិយាយគ្នានិយាយអត់ស្ដាប់គ្នាពិបាកថាដែរព្រោះអីនាំគ្នាមកញ៉ាំអាហារអីញ៉ាំអីឆ្ងាញ់ហើយអត់ទិញអីឲ្យគ្នាក៏មិនកើតដែរអញ្ចឹងមានតែជូនមកវិញជូនទៅដើររកទិញអីមួយឬក៏ពីររបស់អីដែលកូនចង់បានហ្នឹងប៉ុន្តែឲ្យសមហេតុផលហើយអាចយកមកលេងបានយូរហើយក៏ជារបស់ដែលមានផលប្រយោជន៍ផងដែរអត់យកទៅបោះចោលហើយនេះគឺជាសកម្មភាពញ៉ាំអាហារមុនពេលដែលទៅយកម៉ាក់ពីកន្លែងជប់លៀងហ្នឹងនិយាយទៅញ៉ាំស្ប៉ាហ្គាទីអស់ហើយញ៉ាំដលងពងអស់ហើយញ៉ាំភីសាអស់ហើយទាញ៉ាំផ្លូវមាន់ទៀតតែចឹងបានប៉ាខឹងហើយពេលញ៉ាំភីសាអស់ទាញ៉ាំផ្លូវមាន់ហ្នឹងប៉ាអត់ឲ្យខឹងប៉ាម្សាបន្ទាប់មកទៀតក៏ដើរកាត់ដល់កន្លែងគេលក់ទំនិញលក់គ្រឿងសម្ភារៈសិក្សាហ្នឹងទាទិញនេះទិញនោះទៀតប៉ាទិញបដូរខ្មៅដៃឲ្យមួយហើយខឹងទៀតចឹងបានថាឲ្យដើរតែ2នាក់ឲ្យកូនអត់បានទេដឹងតែវល់ពេញផ្សារគេហើយសំខាន់កូនហ្នឹងកំពុងតែផ្ដាសាយហើយឈុតកូនក្មេងហ្នឹងមានក្រែមដែរប៉ុន្តែប៉ាប៉ាគេអត់ឲ្យលើកមកទេអត់ហ៊ានឲ្យកូនញ៉ាំខ្លាចកូនហ្នឹងរត់តែផ្ដាសាយជាងមុនទៀតមានណាញ៉ាំអីហើយគ្រាន់តែដើរចេញពីកន្លែងផ្សារហ្នឹងទីញ៉ាំ snow yogurt ទៀតអញ្ចឹងបានរឿងជន់លើរឿងម៉ាក់ប៉ាខ្ញុំហ្នឹងក៏ថាដោយសារតែខ្ញុំហ្នឹងបដ ாய் កូនពេកចេះតែតាមចិត្តកូនពេកប៉ុន្តែក៏ពិតទៅខ្ញុំចង់ឲ្យពេលវេលារបស់កូនដែលកុមារភាពរបស់កូនហ្នឹងគឺឲ្យគាត់មានភាពសប្បាយរីករាយឬក៏ឲ្យគាត់សមដោយបំណងខ្លះអញ្ចឹងសមបំណងខ្លះទៅអត់សមបំណងខ្លះទៅកុំឲ្យថាអីក៏អត់លក្ខណៈថាកុមារភាពអត់សប្បាយអត់រីករាយប៉ុន្តែក៏ធ្វើតាមលទ្ធភាពដែរលទ្ធភាពអាចទៅធំប៉ុណ្ណារួចហ្នឹងធ្វើតាមប៉ុណ្ណឹងអត់ហ៊ានលោតហួសអ្វីដែលជាសមត្ថភាពរបស់ខ្ញុំទេហើយនេះបន្ទាប់ពីយកខ្ញុំហើយខ្ញុំនាំកូនមកទិញអីដែលកូនចង់បានហ្នឹងទិញឲ្យមួយទៅកុំឲ្យថាចង់បានសុំហើយហ្នឹងអត់ទិញឲ្យបន្ទាប់ពីទិញអីឲ្យកូនហើយក៏បញ្ចប់តាមហ្នឹងទៅក៏បានទិញកាហ្វេមួយកែវមកអង្គុយផឹកតិចទៅ